Ok អញ្ចឹងខ្ញុំមាន HP នេះដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាតើវាមានអ្វីខ្លះនៅក្នុងកុំព្យូទ័រនេះបាទក្រុមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបែកគ្នាមករយៈដោយសារតែខ្ញុំរវល់ពេកអត់បានធ្វើវីដេអូក្នុងការចែករំលែកអំពីការជួសជុលកុំព្យូទ័រទៅកាន់ពុកម៉ែបងប្អូនបាទអញ្ចឹងយើងជួបគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបាទឲ្យស្គាល់ថាអ្វីគឺជាកុំព្យូទ័រហើយកុំព្យូទ័រចែកចេញជាអ្វីខ្លះបាទហើយមានអ្វីខ្លះនៅក្នុងនោះបាទអញ្ចឹងខ្ញុំលើកនេះគឺតាក់ទងទៅនឹងការជួសជុលប្រភេទ laptop បងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចេះអំពីការជួសជុល laptop អាចចូលមក channel Mr. Bunty Tech Lab កុំភ្លេចជួយ subscribe ទាំងអស់គ្នាណាបាទឥឡូវយើងមកស្គាល់អំពី computer បាទអញ្ចឹង computer ត្រូវបានចែកចេញជាពីរប្រភេទបាទទី1យើងត្រូវបានចែកជាប្រភេទ software ហើយនិង hardware បាទអញ្ចឹងបងប្អូនត្រូវឲ្យស្គាល់ថាអ្វីជា software អ្វីគឺជា hardware អញ្ចឹងខ្ញុំលើកមុនគេអំពី software គឺជាផ្នែកទុនបាទគឺជា program របស់ computer កម្មវិធីរបស់ computer បាទអញ្ចឹងខ្ញុំសង្ខេបខ្លីៗបងប្អូនណាបើសិនជាបងប្អូនមានពេលវេលាអាចទៅ research បន្ថែមហើយចំណែកឯផ្នែក hardware វិញគឺជាផ្នែករឹងផ្នែកដែលយើងអាចប៉ះពាល់បានឧទាហរណ៍ដូចជា laptop នេះជាដើមបាទថ្ងៃនេះខ្ញុំមាន laptop HP នេះមួយដើម្បីមកបង្ហាញបងប្អូនបាទគឺផ្ទាល់តែម្ដងបងប្អូនណាមិនមានគេហៅថា generate AI អីទេគឺប្រាប់បងប្អូនផ្ទាល់បង្ហាញផ្ទាល់ជាក់ស្ដែងអំពី computer តែម្ដងអញ្ចឹង laptop នេះគេហៅថាផ្នែករឹងហើយផ្នែករឹងហ្នឹងមិនមែនមានតែ laptop ហ្នឹងទេបងប្អូនមានដូចជា keyboard បាទ mouse តំណប់ mouse បាទគ្រឿងនិយាយទៅ component ដែលពាក់ព័ន្ធទៅនឹង computer ហ្នឹងគេហៅថាផ្នែករឹងដែលយើងអាចប៉ះពាល់បានបាទហើយនៅក្នុង laptop បាទយើងត្រឡប់មក laptop វិញហើយនៅក្នុង laptop នេះវាមានអីទៀតបាទអញ្ចឹងវាមានដូចជាថ្មបាទដូចជា RAM បាទដូចជា storage វាមាន hard disk វាមាន SSD បាទហើយ SSD នឹងមានច្រើនទៀតមាន M2 បាទមាន SATA មានប្រភេទរបស់វាហើយមានអីទៀតមាន speaker បាទ speaker របស់វាមាន Wi-Fi card បាទហើយមាន motherboard របស់វាទាំងមូលហើយមានកង្ហារបាទហើយវាមានដែកត្រជាក់របស់វាបាទនិយាយទៅវាមានច្រើនមែនតើនៅក្នុង computer របស់យើងទាំងមូលនេះបាទបូករួមទាំងអេក្រង់នេះផងដែរបងប្អូនណាបាទអេក្រង់នេះបាទក៏ជាផ្នែករឹងដែរអញ្ចឹងឲ្យតែប៉ះពាល់បានមើលឃើញគឺជាផ្នែករឹងបាទ software ក៏យើងមើលឃើញដែរប៉ុន្តែมันអាចប៉ះពាល់បានទេដោយសារតែវានៅក្នុង computer គឺជា program របស់ computer អូខេអញ្ចឹងខ្ញុំមាន HP នេះដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាតើវាមានអ្វីខ្លះនៅក្នុង computer នេះបាទអញ្ចឹងខ្ញុំនឹងដោះបង្ហាញពុកម៉ែបងប្អូនឲ្យបានទស្សនាទាំងអស់គ្នាបាទអញ្ចឹងរបៀបក្នុងការដោះក៏ខ្ញុំមានបង្រៀនបងប្អូនដែរណានិយាយទៅលំនាំវាប្រហាក់ប្រហែលគ្នាទេទៅលើ computer នីមួយៗបាទអ្វីដែលយើងត្រូវចំណាំនោះបាទគឺចំណាំខ្ចៅបងប្អូនណាបាទធ្វើម៉េចកុំឲ្យខុសខ្ចៅដល់ពេលដោះដាក់វិញគឺបានត្រឹមត្រូវអូខេបន្ទាប់ពីយើងដោះខ្ចៅរួចរាល់យើងត្រូវការឧបករណ៍ដើម្បីកោះឧបករណ៍យើងមានជាជ័រសំប៉ែតបាទនេះបងប្អូនណានៅក្នុងកាមេរ៉ាបាទជ័រសំប៉ែតអញ្ចឹងហើយមួយទៀតបាទមួយទៀតគឺបែបនេះអូខេបន្ទាប់មកយើងរកកន្លែងណាដែលយើងអាចឆ្កឹះបានយើងមើលជុំវិញហ្នឹងទៅបាទកន្លែងណាដែលងាយឆ្កឹះជាងគេអូខេបាទអញ្ចឹងយើងព្យាយាមរកកន្លែងឆ្កឹះកោះវាអញ្ចឹងបងប្អូនដំបងបាទកុំយកដៃកោះណាកុំយកដៃព្យាយាមរកជ័របាទជ័រកាលណាដៃយើងចាក់ចូលទៅក្នុងនេះពេលខ្លះអាចប៉ះជាមួយ motherboard អាចឆ្លងអញ្ចឹងពេលខ្លះ computer អត់មានបញ្ហាអីទេប៉ុន្តែនៅពេលដែលយើងកោះមិនប្រយ័ត្នស្រាប់តែមានបញ្ហាភ្លាមតែម្ដងអូខេអញ្ចឹង HP នេះគឺស្រួលកោះទេកោះពីលើមកគឺបើកបានតែម្ដងនេះបាទអូខេឥឡូវយើងទុកកម្រោពីសិនបាទអញ្ចឹងបងប្អូនមើលឃើញទេបាទក្នុងនេះមានអីខ្លះបាទអញ្ចឹងបងប្អូនអាចប្រាប់ខ្ញុំបានទេបាទក្នុងនេះមានអីខ្លះបាទអញ្ចឹងអ្វីដែលយើងសម្រាប់យើងជាជាងជួសជុលកុំព្យូទ័របាទសំខាន់បំផុតមិនថាជាជាងឬបងប្អូនរៀនខ្លួនឯងទេសំខាន់បំផុតគឺថ្មបើយើងចង់ធ្វើអីមួយនៅលើនេះមុនគេគឺដកថ្មបាទអញ្ចឹងវីដេអូខ្ញុំភាគច្រើនគឺបានបង្ហាញហើយថ្មនេះគឺជាចំណុចសំខាន់មួយនៅពេលដែលមានថ្មគឺ
motherboard យើងទាំងមូលនេះគឺមានភ្លើង standby បាទអញ្ចឹងវាមាន block របស់វាបាទ block standby របស់វាអញ្ចឹងកាលណាយើងមិនប្រយ័ត្នបាទយកដៃទៅប៉ះចំណុចដែលមានភ្លើង standby អាចនឹងឆ្លងឆេះខូចភ្លាមៗក៏ថាបានអូខេឥឡូវខ្ញុំដោះអូខេបាទនេះគឺជាថ្ម laptop បាទថ្មខ្លះមានខ្សែ connector នៅកន្លែងនេះថ្មខ្លះគឺវាអត់មានទេគឺវាដោតជាមួយនឹង connector របស់វា direct នៅនេះតែម្ដងអូខេយើងបានថ្មមួយបាទបន្តមកយើងមើលឃើញថា storage អានេះគឺប្រើ2គ្រាប់ SSD M.2 មួយប្រើ hard disk មួយបាទអញ្ចឹង2គ្រាប់នេះគេប្រើដើម្បីអីអញ្ចឹងទី1 SSD នេះវាមានតម្លៃថ្លៃអញ្ចឹងគេសម្រាប់ដាក់ software ហើយចំណែក hard disk នេះវាមានតម្លៃធូរថ្លៃបាទអញ្ចឹងគេអាចយកមកប្រើសម្រាប់ storage ឯកសារបានបាទអញ្ចឹងវាល្អមែនតើប៉ុន្តែបើយើងមានថវិកាយើងដាក់ SSD ទាំងពីរតែម្ដងកន្លែងនេះយើងអាចដាក់ប្រភេទ SSD SATA កន្លែងនេះយើងដាក់ M2 អូខេឥឡូវខ្ញុំដោះ SSD បាទអញ្ចឹងវា